សារមន្ទីរវិមានសុខានៅខេត្តសៀមរាបតាំងវត្ថុបុរាណជាច្រើនមុខហើយច្រើនគឺជាយានជំនិះបុរាណឧបករណ៍សោតុបុរាណនាឡិកាបុរាណក៏ប៉ុន្តែមានឧបករណ៍មានវត្ថុបុរាណផ្សេងទៀតខ្លះដែរដូចជាម៉ាស៊ីនឧបករណ៍ដែលគេប្រើដើម្បីកិនគ្រាប់កាហ្វេមានជិត100គ្រឿងបើបែបនេះគឺជាឧបករណ៍ដែលប្រើដើម្បីកិនគ្រាប់កាហ្វេដោយមូល Manivel អាហ្នឹងនៅផ្ទះធម្មតាគេប្រើកាលពីទសវត្សរ៍1950វាពេញនិយមពីបុរាណកាលមុនដូចយើងត្រូវការកិនគ្រាប់មិនថាកាហ្វេឬក៏គ្រាប់អីធម្មតាគេប្រើដុំថ្មធំរាងមូលហើយគេប្រើកម្លាំងសត្វច្រើនជាងយូរជាពិសេសចាប់ពីសតវត្សទី19គេចាប់ផ្ដើមប្រើគ្រឿងផ្សេងដើម្បីបង្កើតឧបករណ៍គ្រាប់ម៉ាស៊ីនកាហ្វេដែលទូចជាងដែលអាចកាត់បានអញ្ចឹងប្រើកម្លាំងដៃតែម្ដងហើយវាទូចទៅហើយចុងសតវត្សទី19គេមកប្រើជាមួយម៉ាស៊ីនដែលមានអគ្គិសនីសារមន្ទីរវិមានសុខាបើកទ្វាររៀងរាល់ថ្ងៃពីម៉ោង 8 ព្រឹករហូតដល់ម៉ោង 5 ល្ងាចវាស្ថិតនៅផ្លូវ22ក្នុងភូមិត្រពាំងសេះសង្កាត់គោកចកនៅក្រុងសៀមរាបសំបុត្រចូលសម្រាប់ប្រជាពលរដ្ឋខ្មែរ10000រៀលហើយសម្រាប់ប្រជាពលរដ្ឋបរទេស20000រៀលនេះយ៉ាងនៅខេត្តសៀមរាបសារព័ត៌មានថ្មីៗ.com